Rươngបណ្ឌិតនិងអ្នកចៅទូកបណ្ឌិតមួយក្រុមបានជិះទូករួចក៏បាននិយាយនឹងវាយតម្លៃអ្នកចៅទូកនៅលើចំណុចខ្វះខាតមួយចំនួនថាអ្នកចៅទូកឯងល្ងងណាស់រស់នៅពឹងតែកម្លាំងបាយមិនចេះប្រើកម្លាំងខួរក្បាលចិញ្ចឹមខ្លួនទេបណ្ឌិតក៏បាននិយាយដដែលថាអ្នករស់នៅបែបហ្នឹងវេទនាដូចសត្វធាតុអញ្ចឹងអ្នកចៅទូកឮហើយក៏ខឹងក្តៅឆាវតែម្ដងក្រោយមកចៃដន្យអីទូកធ្លាយអ្នកចៅទូកកំពុងក្តៅចិត្តផងក៏បណ្ដោយឲ្យលិចទូកងាប់ចោលម្រាយទាំងអស់គ្នាតែម្ដងទៅព្រោះអាងតែខ្លួនឯងចេះហាលទឹកក្រោយពីលិចទូកហើយពួកបណ្ឌិតទាំងអស់គឺអត់ចេះហាលទឹកនោះទេក៏បានស្លាប់ទាំងអស់នៅក្នុងសមុទ្រតែម្ដងនៅតែអ្នកចៅទូកសប្បាយចិត្តឥតឧបមាព្រោះបានបញ្ចេញកំហឹងរបស់ខ្លួនដែលស្ដាប់ឮពួកបណ្ឌិតនិយាយច្រំដែលនឹងមើងងាយខ្លួនមិនយូរប៉ុន្មានភូមិអ្នកនេសាទនោះត្រូវបានចោរចូលលុកលុយលួចកាប់ប្លន់សម្លាប់អ្នកភូមិជាច្រើនអ្នកចៅទូកនោះចង់ផ្ញើសារសុំជំនួយពីខាងកុលសម្ព័ន្ធផ្សេងតែខ្លួនអត់ចេះសរសេរអក្សរចង់ធ្វើអាវុធសម្រាប់ច្បាំងជាមួយនឹងសត្រូវក៏អត់ចេះចង់បង្កើនស្បៀងអាហារសម្រាប់ការអត់ឃ្លានក៏មិនចេះបច្ចេកទេសក្នុងការដាំដុះព្រោះបណ្ឌិតដែលចេះសរសេរអក្សរបណ្ឌិតដែលចេះធ្វើអាវុធនិងបណ្ឌិតដែលចេះដាំដុះនោះត្រូវអ្នកចៅទូកពន្លិចស្លាប់អស់ទៅហើយចុងក្រោយភូមិអ្នកនេសាទរបស់អ្នកចៅទូកនោះត្រូវបានលុកលុយយ៉ាងខ្លាំងហើយក្រុមគ្រួសាររបស់អ្នកចៅទូកក៏បានស្លាប់ទាំងអស់គ្នាដោយសារការសម្លាប់របស់ក្រុមចៅក្រោយស្លាប់ទៅអ្នកចៅទូកបានជួបជាមួយនឹងបណ្ឌិតនៅឋាននរកយមរាជបានសួរបណ្ឌិតថាយីពួកអស់លោកបណ្ឌិតមិនបានជាស្លាប់ទាំងវ័យក្មេងអញ្ចឹងតើអ្នកបានសាងបាបអ្វីខ្លះប្រាប់មកក្រុមបណ្ឌិតក៏បាននិយាយថាអយុត្តិធម៌ណាស់ពួកខ្ញុំគ្មានបានសាងបាបអ្វីទេខ្ញុំនិយាយស្ដីថាឲ្យអ្នកចៅទូកវាក៏គុំគួនពន្លិចទូកនិងឲ្យពួកខ្ញុំស្លាប់តែម្ដងទៅភ្លាមនោះយមរាជក៏បានបង្គាប់ឲ្យគេហៅអ្នកចៅទូកនិងមកសួរនាំហេតុអ្វីបានបណ្ដោយឲ្យទូកធ្លាយស្លាប់បណ្ឌិតទាំងអស់អញ្ចឹងអ្នកចៅទូកក៏ឆ្លើយភ្លាមថាមកពីបណ្ឌិតទាំងអស់ហ្នឹងនិយាយមើលងាយខ្ញុំជាអ្នកចៅទូកពេកធ្វើមើលតែខ្លួនឯងនឹងចេះសពគ្រប់អញ្ចឹងខ្ញុំក៏បណ្ដោយឲ្យទូកលិចទៅចាំមើលថាពួកគេអួតសពគ្រប់ដោយរបៀបណាភ្លាមនោះយមរាជក៏បានតបពួកបណ្ឌិតឯងអួតអាងមើលងាយគេខុសមែនឆាប់បោះចូលក្នុងផ្ទះខ្លាញ់ភ្លាមទៅបន្ទាប់មកយមរាជក៏បានសួរទៅអ្នកចៅទូកហេតុអ្វីបានជាឯងស្លាប់មកឋាននរកបែបនេះអ្នកចៅទូកក៏បានតបភ្លាមថាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំមិនបានធ្វើខុសអ្វីទេខ្ញុំស្លូតត្រង់ណាស់ពួកខ្ញុំត្រូវបានក្រុមចៅភ្នំមកធ្វើបាបកាប់សម្លាប់ក្រុមគ្រួសាររបស់ខ្ញុំយមរាជក៏បានសួរហេតុអ្វីបានជាអ្នកចៅទូកឯងមិនចេះធ្វើអាវុធឬហៅគេឲ្យជួយអ្នកចៅទូកក៏បានឆ្លើយតបថាខ្ញុំចង់ផ្ញើសារទៅឲ្យគេជួយដែរតែខ្ញុំអត់ចេះអក្សរហើយក៏អត់ចេះផលិតអាវុធដែរយមបាលក៏និយាយទៀតថាចុះអ្នកភូមិឯងគ្មានអ្នកណាចេះទេឬអ្នកចៅទូកក៏បានឆ្លើយថាបាទទានម្ចាស់គឺមានគឺក្រុមបណ្ឌិតទាំងអស់នឹងដែលទានម្ចាស់ឲ្យគេយកទៅបោះផ្ទះខ្លាញ់មិញហ្នឹងយមរាជនិយាយថាឥឡូវអញសួរអស់ហើយអញឃើញថាអាណិតអ្នកចៅទូកអញណាស់ឥឡូវអញសម្រេចថាឲ្យឯងចូលទៅក្នុងផ្ទះខ្លាញ់ជាមួយបណ្ឌិតអស់នឹងទៅចុះយមរាជក៏បានបន្តថាឯងកំព្រួយយើងនឹងឲ្យគេថែមខ្លាញ់អាល្អបំផុតហើយក្តៅជាងធម្មតាបំពងឲ្យស្រួយជាងមុនជាមួយគ្នាតែម្ដងទៅបន្ទាប់ពីយមរាជនិយាយចប់ក៏បានបោះអ្នកចៅទូកចូលទៅក្នុងផ្ទះខ្លាញ់ជាមួយបណ្ឌិតយមរាជក៏បានទះក្បាលខ្លួនឯងមួយដាច់ផ្ងាថាពួកអស់នេះខុសត្រូវតិចតួចអត់ចេះយោគយល់អធ្យាស្រ័យគ្នាសោះបំពងពួកឯងឲ្យយូរតិចចាំឲ្យពួកឯងទៅចាប់ជាតិសាជាថ្មី